ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងជនស៊ីវិលកម្ពុជានិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅយោធាភូមិភាគ5ភូមិសាស្ត្រស្រុកបាណន់ខេត្តបាត់ដំបងនៅថ្ងៃទី24ខែធ្នូឆ្នាំ2025នៅវេលាម៉ោង10យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T50 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅចូលជ្រៅក្នុងដែនអធិបតេយ្យភាពនៅស្រុកបាណន់ខេត្តបាត់ដំបងសកម្មភាពខាងលើនេះជាការវាយប្រហារដ៏កម្រោលដោយមិនរើសគោលដៅរបស់យោធាថៃជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងឈរជើងយ៉ាងរឹងមាំស្វាហាប់មុខមុតនិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជានិងសេចក្តីថ្លៃថ្នូររបស់យើងដោយអង្គអាចក្លាហានដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយបាទពុកម៉ែបងប្អូននៅខាងបាត់ដំបងនេះគឺថាថៃទម្លាក់គ្រាប់ដោយយន្តហោះចម្បាំង T50 ថ្មីទៀតហើយពុកម៉ែបងប្អូនបន្ទាប់ពីមានដ្រូនហោះហើរនៅលើទឹកដីខេត្តបាត់ដំបងឥឡូវនេះគឺវាបានទម្លាក់ហើយទម្លាក់ពីរកន្លែងពុកម៉ែបងប្អូនទីនៅខាងបាណន់ហើយនឹងនៅខាងភ្នំសំពៅវាធ្វើការឈ្លានពានមកលើកម្ពុជាយើងម្ដងហើយម្ដងទៀតធ្វើឲ្យកម្ពុជាយើងមិនអាចរស់នៅបានសុខទេពុកម៉ែបងប្អូនអើយនេះគឺជាការឈ្លានពានដ៏ខូខើដ៏មិនរើសគោលដៅរបស់យោធាថៃហើយយើងនឹងចាំតាមដានទស្សនាបន្តទៀតបន្ទាប់ពីការទម្លាក់តើវាមានវាយប្រហារចូលក្រុងឬក៏អត់ចាំមើលបន្តិចទៀតពុកម៉ែបងប្អូនពីព្រោះថាឥឡូវនេះគឺវាបានចូលដល់ទឹកដីបាត់ដំបងកាន់តែជ្រៅខ្លាំងមែនទែនហើយបាទមានចម្ងាយពីព្រំដែនថៃមកខាងបាត់ដំបងនេះគឺស្ទើរតែថា100គីឡូហើយមកដល់ខាងបាណន់នេះណាពុកម៉ែបងប្អូនឥឡូវនេះគឺវាចូលមកកាន់តែជ្រៅហើយវាមិនខ្វល់ពីច្បាប់អន្តរជាតិអីនោះទេបាទប្រុងប្រយ័ត្នទាំងអស់គ្នាបាទដោយសារតែការឈ្លានពានមិនរើសគោលដៅនេះគឺអាចធ្វើឲ្យមានការប៉ះពាល់ដូច្នេះហើយពុកម៉ែបងប្អូនត្រូវតែមានការប្រុងប្រយ័ត្នទាំងអស់គ្នាបាទយើងត្រូវតែប្រយ័ត្នឲ្យបានគ្រប់ជ្រុងជ្រោយមិនថាក្នុងកលៈទេសៈណាទេបាទប្រហែលជាវាខឹងខ្លាំងពាក់ព័ន្ធជាមួយនឹងរឿងកម្ពុជាយើងនិយាយការពិតទាំងលើឆាកអន្តរជាតិទាំងតាមបណ្ដាញសង្គមដូចជា Facebook ដូចជា YouTube អីចឹងណាយើងលើកឡើងការពិតពាក់ព័ន្ធជាមួយនឹងការឈ្លានពានរបស់ពួកវាមកដល់ខាងកម្ពុជាយើងចឹងហើយបានវាខឹងឥឡូវនេះយើងទៅមើលខាងអេដាមសុងហ្វ្រង់ស៊ីតាន់សិនពុកម៉ែបងប្អូនអេដាមសុងហ្វ្រង់ស៊ីតាន់លើកឡើងពាក់ព័ន្ធជាមួយនឹងការឈ្លានពានរបស់ថៃមកលើកម្ពុជាចេញលិខិតបើកចំហទៅកាន់ពិភពលោកដោយរៀបរាប់5ចំណុចចោទប្រកាន់ថៃគឺជាអ្នកឈ្លានពានមិនមែនកម្ពុជាឡើយបាទពុកម៉ែបងប្អូន5ចំណុចនេះគឺអេដាមសុងហ្វ្រង់ស៊ីតាន់លោកបានចេញកាលពីថ្ងៃមុនពុកម៉ែបងប្អូនដោយលើកឡើងថាកម្ពុជាមិនមែនជាអ្នកឈ្លានពានទេគឺថៃឈ្លានពានកម្ពុជាបាទតោះយើងទៅមើលទាំងអស់គ្នាពុកម៉ែបងប្អូនកាលពីថ្ងៃទី22ខែធ្នូអ្នកសារព័ត៌មានខ្មែរ Time របស់កម្ពុជាបានចុះផ្សាយនៅអ្វីដែលហៅថាលិខិតបើកចំហផ្ញើជូនសហគមន៍អន្តរជាតិពាក់ព័ន្ធនឹងចំនួនព្រំដែនកម្ពុជាថៃដោយមានខ្លឹមសារបញ្ជាក់ថាចាប់តាំងពីថ្ងៃទី7ខែធ្នូឆ្នាំ2025មកកម្ពុជាបានក្លាយជាគោលដៅនៃការឈ្លានពានផ្នែកយោធាយ៉ាងចំហនិងដោយចេតនាពីសំណាក់កងទ័ពថៃនៅតាមបន្ទាត់ព្រំដែនភាគខាងលិចសកម្មភាពទាំងនេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកមិនមែនជាការប៉ះទង្គិចគ្នាដោយចៃដន្យហើយក៏មិនមែនជាការបង្កើតចំនួនដែលមិនអាចគ្រប់គ្រងបាននោះដែរប៉ុន្តែវាគឺជាការសង្គ្រាមដែលត្រូវបានរៀបចំផែនការទុកជាមុនទទួលស្គាល់និងអនុវត្តដោយអភិបាលថៃដោយរដ្ឋាភិបាលថៃបាទនេះគឺសង្ខេបដំបូងនេះគឺលើកឡើងដំបូងមុននឹងចូលដល់5ចំណុចគឺបានន័យថាសង្គ្រាមដែលកើតឡើងនេះគឺមិនមែនជាកើតឡើងដោយការចាយដន្យឬក៏ការប៉ះទង្គិចគ្នាដោយអាវុធណាមួយនោះទេគឺប៉ះទង្គិចគ្នាដោយការរៀបចំគឺអ្នករៀបចំគឺខាងរដ្ឋាភិបាលថៃបាទពុកម៉ែបងប្អូននេះគឺច្បាស់អញ្ចឹងហើយទើបធ្វើឲ្យថៃវាខឹងសម្បាខ្លាំងជាមួយនឹងអេដាមសុងហ្វ្រង់ស៊ីតាន់ធ្វើឲ្យវាមកក្តៅក្រហាយណាពុកម៉ែបងប្អូនដោយសារតែលោកលើកឡើងចំចំពោះបញ្ហាទាំងអស់នេះហើយពុកម៉ែបងប្អូនប្រកាសជាស្គាល់ហើយថាអេដាមសុងហ្វ្រង់ស៊ីតាន់គឺណាគេបាទគឺលោកនៅខាងប្រាំងពុកម៉ែបងប្អូនបច្ចុប្បន្នតោះយើងទៅទៀតពុកម៉ែបងប្អូនដោយមានការចល័តកម្លាំងទ័ពជើងគោកជើងអាកាសជើងទឹកមកព្រមគ្នានៅគ្រប់តំបន់ដែលកងទ័ពថៃបានវាយលុកចូលមកគឺតែងតែមានការបោះបង្គោលដោយដោតទង់ជាតិថៃនៅលើទឹកដីរបស់កម្ពុជាការវាយប្រហារនេះមិនត្រឹមតែសំដៅលើទីតាំងយោធាប៉ុណ្ណោះទេប៉ុន្តែថែមទាំងរាប់បញ្ចូលទាំងគោលដៅស៊ីវិលហេដ្ឋារចនាសម្ព័ន្ធសំខាន់វត្តអារាម
និងបុរាណស្ថានប្រវត្តិសាស្ត្ររបស់ខ្មែរផងដែរដោយផ្អែកលើអង្គហេតុទាំងនេះជាមូលដ្ឋានចំនួន5ប្រការមកជម្រាបជូនបាទនេះគឺចូលដល់ចំនួន5ប្រការពុកម៉ែបងប្អូនតើ5ប្រការហ្នឹងមានអ្វីខ្លះពុកម៉ែបងប្អូនតោះយើងទៅដឹងទាំងអស់គ្នាទី1កម្ពុជាមិនអាចក្លាយជាអ្នកឈ្លានពានបានឡើយក្នុងនាមជាប្រទេសតូចមួយទាំងក្នុងទិដ្ឋភាពទឹកដីធនធានយោធានិងមហិច្ឆតាណាពុកម៉ែបងប្អូនគឺបានន័យថាកម្ពុជាយើងជាប្រទេសដ៏តូចមួយខ្សត់ខ្សោយទាំងប្រជាពលរដ្ឋទឹកដីក៏តូចធនធានក៏ខ្វះខាតយោធាហើយអ្វីដែលយើងកាន់តែខ្វះខាតហើយនឹងមិនចង់ឲ្យមានឡើងនោះគឺមហិច្ឆតាបាទមហិច្ឆតាឈ្លានពានមហិច្ឆតាចង់បានកម្ពុជាមិនដែលមានទេពុកម៉ែបងប្អូនតាំងពីណាពីណីមករឿងថាមហិច្ឆតាចង់បានរបស់អ្នកនេះរបស់អ្នកនោះគឺគ្មានទេកម្ពុជាបាទកម្ពុជាគ្មានទាំងសមត្ថភាពនិងចេតនាក្នុងការវាយប្រហារប្រទេសជិតខាងដែលមានអំណាចខ្លាំងជាងខ្លួនទៅ3ដងនោះទេគឺបានន័យថាកម្ពុជាមិនអាចទៅវាយថៃទាំងដែលថៃនឹងធំជាងកម្ពុជារហូតដល់3ដងនោះទេបាទនេះគឺជាហេតុផលដែលកម្ពុជាមិនអាចទៅឈានពានថៃបងប្អូនបាទកម្ពុជាបានបង្ហោះនៅភាពអត់ធ្មត់ជាបន្តបន្ទាប់នឹងការអំពាវនាវឲ្យមានការដោះស្រាយជាវិវាទព្រំដែនតាមផ្លូវសន្តិវិធីតាំងពីមុនពេលមានការប៉ះទង្គិចគ្នាដោយអាវុធជាលើកដំបូងរហូតដល់មានការទទួលយកកិច្ចព្រមព្រៀងបទចុះបាញ់ពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមដើម្បីសន្តិភាពកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ប្រសិនបើកម្ពុជាមានបំណងធ្វើសង្គ្រាមពិតមែនតើហេតុអ្វីបានជាកម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាចាប់តាំងពីឆ្នាំ1998ដើម្បីស្ដារការបំរុបបំរួលជាតិគឺបានន័យថារួបរวมជាតិណាបងប្អូននឹងការកសាងសន្តិភាពមកទល់ពេលនេះបាទនេះគឺលើកឡើងពីបញ្ហាដែលកម្ពុជាយើងមិនអាចឈ្លានពានទៅខាងថៃបាននេះគឺជាមូលហេតុទី1បាទហើយតោះយើងទៅមើលមួយទៀតទី2បងប្អូនបាទទី2ច្បាប់គឺស្ថិតនៅក្នុងខាងកម្ពុជាក្នុងការស្វែងរកការខិតខណ្ឌសីមានិងបោះបកគោលព្រំដែនដោយពេញលេញនិងសន្តិវិធីផ្អែកលើមូលដ្ឋាននៃមិត្តភាពនិងការអភិវឌ្ឍរួមគ្នាកម្ពុជាបានផ្អែកលើផែនទីនិងសន្ធិសញ្ញាព្រំដែនដែលត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវតាមផ្លូវច្បាប់និងទទួលស្គាល់ដោយសហគមន៍អន្តរជាតិរួមមានសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ព្រមទាំងអនុសារណៈនៃការយោគយល់គ្នា MOU ឆ្នាំ2000ឬក៏2002ទុយទៅវិញភាគីថៃបានផ្អែកលើផែនទីដែលខ្លួនរៀបចំឡើងជាឯកតោភាគីនិងទទួលស្គាល់តែម្នាក់ឯងតែប៉ុណ្ណោះគឺខាងថៃគេមានផែនទី1/50,000ខាងថៃគឺគេមានផែនទី1/50,000ដែលជាផែនទីកោផែនទីឯកតោភាគីពុំមានអ្នកណាទទួលស្គាល់ទេពុកម៉ែបងប្អូនកុំភ្លេចសង្កេតផងនៅពេលដែលថៃវាឡើងទៅខាងអន្តរជាតិម្ដងណាគឺវាមិនដែលយកផែនទីចោលរបស់វាទៅបង្ហាញគេទេពីព្រោះវាខ្លាចគេស៊ូដេញដោលអញ្ចឹងហើយវាអត់ដែលហ៊ានយកផែនទីហ្នឹងទៅបង្ហាញគេទេយ៉ាងច្រើនគឺវាយករឿងមីនយករឿង scammer ទៅបង្ហាញគេទាំងដែល scammer នៅស្រុកថៃគឺសុទ្ធតែជាមេខ្លោងស្រុកថៃសម្បូរ scammer ណាពុកម៉ែបងប្អូនតទៅទៀតក្រោយស្ថានភាពបែបនេះវាមិនមានមូលដ្ឋាននៃការពិតណាមួយដែលអាចអះអាងបានថាកម្ពុជាមានចេតនារំលោភលើដែនអធិបតេយ្យភាពដីរបស់ថៃនោះឡើយនេះគឺចំណុចទី2ដែលអាដាមសុងហ្វ្រង់ស៊ីតានបានលើកឡើងបងប្អូនបាទតឥឡូវនេះយើងបន្តទៅចំណុចទី3បាទចំណុចទី3កម្ពុជាជ្រើសរើសប្រើប្រាស់ច្បាប់រីឯថៃជ្រើសរើសប្រើប្រាស់អាវុធនេះគឺជាក់ស្ដែងបងប្អូនកម្ពុជាយើងព្យាយាមអំពាវនាវទៅខាងអន្តរជាតិដើម្បីទទូចសុំចរចាសន្តិភាពដោយសន្តិវិធីតែថៃគឺមិនអញ្ចឹងទេបាទគេយកអាវុធមកធ្វើជាការចរចាជំនួសបាទពុកម៉ែបងប្អូនពេញមួយអំឡុងពេលនៃវិវាទព្រំដែនក្នុងឆ្នាំ1954ឆ្នាំ2008និងម្ដងទៀតនៅក្នុងព្រឹត្តិការណ៍ចុងក្រោយបំផុតនាខែកក្កដាឆ្នាំ2025កម្ពុជាតែងតែជ្រើសរើសយកយន្តការផ្លូវច្បាប់និងច្បាប់អន្តរជាតិជានិច្ចតុលាការយុត្តិធម៌អន្តរជាតិ ICJ បានចេញសាលក្រមក្នុងឆ្នាំ1962និងម្ដងទៀតក្នុងឆ្នាំ2013
ដោយសម្រេចឲ្យកម្ពុជាមានអធិបតេយ្យភាពលើប្រាសាទព្រះវិហារនិងតំបន់ជុំវិញហេតុដូច្នេះហើយវាជារឿងដែលមិនសមហេតុផលទាល់តែសោះដែលកម្ពុជាត្រូវបោះបង់ចោលគោលការណ៍នីតិរដ្ឋនិងបែរទៅធ្វើសង្គ្រាមឈ្លានពានប្រទេសថៃទៅវិញនោះគឺចំណុចទី3គឺលោកលើកឡើងពាក្យពន្ធជាមួយនឹងខាងកម្ពុជាយើងមិនអាចឈ្លានពានថៃបានទេដោយសារតែកម្ពុជាយើងគឺគោរពតាមច្បាប់អន្តរជាតិម្ដងហើយម្ដងទៀតដូចជា ICJ កាលដែលយើងឆ្នាំ62ឬក៏2013ណាបងប្អូនកាលដែលយើងឡើងទៅម្ដងគឺយើងបានឈ្នះក្តីថៃដោយសារតែខាងកម្ពុជាយើងជាម្ចាស់ដើមអញ្ចឹងហើយខាង ICJ នឹងកាត់ក្តីឲ្យខាងកម្ពុជាយើងទទួលបានប្រាសាទព្រះវិហារត្រឡប់មកវិញដោយហើយនឹងតំបន់ជុំវិញដែលនៅជុំវិញប្រាសាទហ្នឹងបងប្អូនបាទតើយើងបន្តទៅចំណុចទី4មួយទៀតបងប្អូនកម្ពុជាស្គាល់ច្បាប់កម្ពុជាស្គាល់ច្បាស់នៅការឈឺចាប់ពីសង្គ្រាមកម្ពុជាផ្ដល់អាទិភាពខ្ពស់បំផុតលើសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់នៅភាពភ័យខ្លាចនៃសង្គ្រាមចំនួន2លើកនិងអំពើប្រល័យពូជសាសន៍ក្នុងអំឡុងឆ្នាំ1970-1998ការបដិញ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិដែលបង្ហាញឲ្យឃើញតាមរយៈការទទួលបាននៅពានរង្វាន់សន្តិភាពពិភពលោកក្នុងឆ្នាំ2021រង្វាន់សន្តិភាពសម្រាប់មនុស្សជាតិនិងពិភពលោកក្នុងឆ្នាំ2024និងរង្វាន់អាស៊ានក្នុងឆ្នាំ2025ដូច្នេះហើយគ្មានហេតុផលណាមួយដែលកម្ពុជាចង់បំផ្លាញសន្តិភាពដែលរកបានមកដោយលំបាកនេះតាមរយៈការវាយប្រហារប្រទេសជិតខាងនៅឡើយនេះទាំងនេះហើយបងប្អូនដែលកម្ពុជាយើងតែងតែលើកឡើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបាទដោយសារតែកម្ពុជាយើងក៏ធ្លាប់ឆ្លងកាត់នៅសង្គ្រាមដ៏ជូរចត់ធ្លាប់ឆ្លងកាត់នៅអំពើប្រល័យពូជសាសន៍ដ៏ខូខើកាចសាហាវដែលធ្វើឲ្យកម្ពុជាយើងស្ទើរតែលែងមានពូជពងបងប្អូនប្រជាជនរាប់សិបលាននាក់នៅសល់ត្រឹមតែ2លាននាក់យើងសម័យមើលថាពេលហ្នឹងគឺយ៉ាងណាបាទសាហាវខូខើណាស់ពេលហ្នឹងបងប្អូនដូច្នេះហើយទៅកម្ពុជាយើងមិនប្រាថ្នាទេសង្គ្រាមយើងតែងតែចង់បាននូវសន្តិភាពម្ដងហើយម្ដងទៀតក៏ប៉ុន្តែអាសត្វថៃគឺវាមិនចង់បានសន្តិភាពទេដោយសារតែប្រទេសវាធំប្រទេសវាសម្បូរសុភាវុធយោធាច្រើនអញ្ចឹងហើយគឺពួកវាតែងតែចង់ឈ្លានពានយើងតែអ្វីដែលកាន់តែយើងគួរឲ្យអស់សំណើចខ្លាំងមែនទែនគឺវាឈ្លានពានយើងហើយវាបែរជាចោទប្រកាន់ថាយើងឈ្លានពានវាទៅវិញពុកម៉ែបងប្អូនបាទតើឥឡូវយើងបន្តទៅចំណុចទី5មួយទៀតបាទប្រកាសសង្គ្រាមនឹងធ្វើឲ្យសង្គ្រាមអូសបន្លាយពេលរយូរអានេះគឺលោកលើកឡើងពាក់ព័ន្ធទៅនឹងខាងថៃវិញម្ដងបាទចាប់តាំងពីអំពើហិង្សានៅតំបន់ព្រំដែនបានផ្ទុះឡើងជាថ្មីម្ដងទៀតនៅថ្ងៃទី7 ខែធ្នូឆ្នាំ2025អាជ្ញាធរថៃបានប្រកាសជាសាធារណៈថាបានបញ្ជាឲ្យមានប្រតិបត្តិការយោធាទ្រង់ទ្រាយធំការប្រើប្រាស់អំពើហិង្សាទាំងនេះបានអូសបន្លាយតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរដែលមានប្រវែងជាង800គីឡូម៉ែត្រហើយថៃបានវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់កម្ពុជាចម្ងាយ80ទៅ90គីឡូម៉ែត្រឯណោះថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 របែកចង្កោមដ្រូនប្រដាប់អាវុធកាំភ្លើងធំដ្រូនប្រដាប់អាវុធគឺបានន័យថាដ្រូនបំពាក់ដោយអាវុធក្របីណាបងប្អូនអាដ្រូនទម្លាក់ដែលពួកថៃតែងតែប្រើទម្លាក់មកលើយើងណាកាំភ្លើងធំរួចរ៉ុកែតចម្ងាយឆ្ងាយយុទ្ធក្រោះយុទ្ធពាសដែករួមទាំងការប្រើប្រាស់កងកម្លាំងជើងគោកនិងជើងអាកាសនិងកងទ័ពជើងទឹកក្នុងការវាយប្រហារកន្លែងនេះគឺថៃគេចុះផ្សាយអត់គ្រប់បងប្អូនបាទកន្លែងនេះគឺអាដាមសុងហ្វ្រង់ស៊ីស្តានមិនមែនលើកឡើងតែប៉ុណ្្នឹងទេបាទលោកអាដាមសុងហ្វ្រង់ស៊ីស្តានក៏បានលើកឡើងពាក្យពន្ធជាមួយនឹងការប្រើគ្រាប់បែកចង្កោមបាទប្រើគ្រាប់បែកចង្កោមប្រើផ្សែងពុលប៉ុន្តែកន្លែងនេះគឺថៃគេអត់លើកឡើងកន្លែងហ្នឹងទេគេលើកឡើងត្រឹមតែយន្តហោះហើយនឹងដ្រូនហើយនឹងអាវុធរ៉ុកែតនិងរថក្រោះរថពាសដែកទេបងប្អូនបាទហើយនឹងកងទ័ពជើងទឹកជើងគោកនិងជើងអាកាសក៏ប៉ុន្តែជាក់ស្ដែងគឺអាដាមសុងហ្វ្រង់ស៊ីស្តានលើកឡើងទាំងអស់ពាក់ព័ន្ធទាំងការបាញ់ប្រហារពាក់ព័ន្ធទាំងការប្រើប្រាស់គ្រាប់បែកចង្កោមការប្រើប្រាស់ផ្សែងពុលប៉ុន្តែថៃគេមិនដាក់ទេគេខ្លាចបើតាមយើងគិតទៅប្រហែលជាគេខ្លាចអន្តរជាតិគេអានចូលអានដែរដូច្នេះហើយគេដោយសារតែកសែតវាធំអញ្ចឹងវាខ្លាចគេចូលអានទេគេឃើញអញ្ចឹងណាបងប្អូនចឹងហើយគេអត់ដាក់ទេគេទៅអាសត្វនឹងវាថោកតាំងពីដើមមកបាទបងប្អូនតើឥឡូវយើងបន្តទៅទៀតកុំថោកជាមួយវាតែការវាយប្រហាររបស់ថៃមិនមែនសំដៅលើគោលដៅយោធាតែមួយមុខនោះទេប៉ុន្តែថែមទាំងបានផ្ដោតលើការវាយប្រហារលើប្រជាជនស៊ីវិលដែលគ្មានទោសពៃផ្លូវថ្នល់សាលារៀនចេតិយផ្ទះសម្បែងជំរុំជនភ័ក្រសឹក
នឹងវត្តអារាមខ្មែររួមទាំងបុរាណស្ថានប្រវត្តិសាស្ត្រដែលកន្លែងខ្លះត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកទៀតផងគឺដូចជាប្រាសាទព្រះវិហារជាដើមណាបងប្អូនសកម្មភាពទាំងនេះមិនអាចចាត់ទុកថាស្ថិតក្នុងក្របខ័ណ្ឌនៃធ្វើសកម្មភាពទាំងនេះមិនអាចចាត់ទុកថាស្ថិតក្នុងក្របខ័ណ្ឌនៃសិទ្ធិការពារខ្លួនតាមច្បាប់អន្តរជាតិបានឡើយប៉ុន្តែវាគឺជាការឈ្លានពានចេតនារំលោភលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងច្បាស់ក្រឡែតបាទពុកម៉ែបងប្អូនលោកលើកចំខ្លាំងមែនតើអញ្ចឹងហើយធ្វើឲ្យថៃខឹងសម្បាខ្លាំងណាស់ណាបងប្អូនបាទហើយកសែតក្រោយនេះខ្ញុំនឹងទៅបកប្រែពាក្យពន្ធជាមួយនឹងការឆ្លើយតបពីសំណាក់ភាគីថៃតើគេឆ្លើយតបបែបណាខ្លះតែកសែតនេះគឺឥឡូវនេះយើងតាមដានកសែតនេះសិនបងប្អូនបាទតោះកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់ទុកសកម្មភាពរបស់ថៃជាការឈ្លានពាននិងទាមទារឲ្យភាគីថៃគោរពច្បាប់អន្តរជាតិព្រមទាំងបង្ហាញនៅការទទួលខុសត្រូវការនៅស្ងៀមស្ងាត់និងរឹតតែធ្វើឲ្យមានការរំលោភច្បាប់កាន់តែធ្ងន់ធ្ងរនិងបង្កឲ្យមានភាពស្របច្បាប់ក្នុងការប្រើប្រាស់កម្លាំងទ័ពដែលផ្ទុយនឹងគោលការណ៍ច្បាប់មិនត្រឹមតែអធិបតេយ្យភាពរបស់កម្ពុជាប៉ុណ្ណោះទេដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់ប៉ុន្តែវាក៏កំពុងធ្វើឲ្យប៉ះពាល់ដល់ភាពជឿជាក់នៃសន្តិភាពអន្តរជាតិដែលផ្អែកលើគោលការណ៍នីតិរដ្ឋផងដែរកន្លែងនេះគឺលើកឡើងពាក្យពន្ធជាមួយនឹងច្បាប់អន្តរជាតិបើសិនជាអន្តរជាតិឃើញច្បាស់នឹងភ្នែកប៉ុណ្ណឹងហើយថាថៃបានឈ្លានពានមកកម្ពុជាតែបើសិនជាអន្តរជាតិនៅតែបិទភ្នែកបិទច្រមុះមិនសូវអើពើពាក្យពន្ធជាមួយនឹងការឈ្លានពានមួយនេះទេគឺអន្តរជាតិគ្មានតម្លៃទេបាទអន្តរជាតិគឺគ្មានន័យទេតែបង្កើតច្បាប់អន្តរជាតិមកធ្វើអីបើប្រជាជនទុនខ្សោយប្រទេសទុនខ្សោយដែលត្រូវបានគេឈ្លានពានត្រូវបានគេញោមញីជន់ឈ្លីហើយអន្តរជាតិមិនអាចជួយបានតើបង្កើតច្បាប់អន្តរជាតិមកធ្វើអីបាទពុកម៉ែបងប្អូនដូចដែលយើងឃើញស្រាប់ចឹងបាទហើយកសែតហ្នឹងគឺចាប់តែប៉ុណ្្នឹងបាទពុកម៉ែបងប្អូនបើសិនជាមានលើកក្រោយខ្ញុំនឹងបាទបកប្រែបន្តទៀតជូនពុកម៉ែបងប្អូនបាទ